จะសូមជំរាបសួរបងប្អូនអរគ្នាយើងសូមនិយាយអំពីមូលហេតុដែលយើងរកលុយមកអត់សល់ចាយើងខំទាំងយប់ទាំងថ្ងៃមិនថាឈឺជាយើងខំតែពេលដែលបើកប្រាក់ខែមកពេលដែលលុយនឹងរកបានមកវាអត់សល់សោះឃើញតែមួយផ្លេតគឺទៅវិញអស់បាត់តែម្ដងចាហេតុផលទាំងអស់នេះគឺវាកើតឡើងមកពីអតីតជាតិផងនិងបច្ចុប្បន្នផងចាអតីតជាតិយើងបើយើងនិយាយអំពីអតីតជាតិនេះយើងអត់ចងចាំទេចាប៉ុន្តែយើងនៅតែនិយាយពីហេតុផលទាំងអស់ហ្នឹងឲ្យបងប្អូនស្ដាប់ហេតុផលគឺពីអតីតជាតិមកគឺយើងគិតវេះអំពីបំណុលយើងមិនព្រមសងគេចាយើងមិនមែនបានន័យថាយើងមិនជាស្រ័យយើងអត់មានលទ្ធភាពសងគេចាប៉ុន្តែយើងវាមានហេតុអីមួយដូចជាឧទាហរណ៍ថាយើងទទួលមរណភាពមុននឹងឬមួយក៏អ្នកដែលយើងជាពាក្យបំណុលនឹងគាត់ទទួលមរណភាពមុនដែលយើងមានលុយសងគាត់ទាំងទៅចាបើសិនជាអ្នកនឹងទទួលមរណភាពគឺបើយើងគិតថាបើគេមានកូនចៅយើងឲ្យយើងសងលុយនឹងឲ្យគេយកធ្វើបុណ្យធ្វើទានអីឲ្យអ្នកដែលជាម្ចាស់អំណុលទៅប៉ុន្តែបើយើងអត់ជឿថាអ្នកនឹងខ្លាចអត់ធ្វើអត់អីទេយើងអាចធ្វើខ្លួនឯងចាទី1ចាទី2គឺយើងទទួលមរណភាពមុនហ្នឹងអាហ្នឹងយើងឲ្យបងប្អូនកូនចៅរបស់យើងគាត់សងជំនួសអីចឹងទៅអាហ្នឹងវាមានហេតុអញ្ចឹងចាប៉ុន្តែបើសិនជាអត់មានពួកគេអ្នកណាគេសងជំនួសទេអញ្ចឹងបំណុលហ្នឹងគឺយើងជាអ្នកទទួលរងហ្នឹងឯងចាដល់ពេលយើងកើតមកជាតិថ្មីគឺយើងមានបញ្ហារឿងលុយកាក់រហូតលុយកាក់រោគអសល់ធ្វើការងារគេបោកលុយកាក់ហើយមានមនុស្សចូលមកបោកលុយយើងអីចឹងទៅឬមួយក៏មានចោលប្លន់ឬមួយក៏ផ្ទះសម្បែងមានបញ្ហារបស់ទ្រព្យឆេះអីអស់ចឹងទៅចាអាហ្នឹងហើយគឺវាមានហេតុពីអតីតជាតិដែលយើងសាងមករបៀបបែបអញ្ចឹងចាបច្ចុប្បន្នបើបច្ចុប្បន្ននេះយើងអត់មានលទ្ធភាពសងម្ចាស់អំណុលតែយើងព្យាយាមដោះអំណុលគេតាមអ្វីដែលយើងស្នើសុំគេអាហ្នឹងអត់ជាបញ្ហាទី2បើសិនជាយើងព្យាយាមគិតវេះអំពីបំណុលរបស់គេអត់សងសោះមានក៏មិនសងចិត្តមិនចង់សងអាហ្នឹងវាអាចធ្វើឲ្យយើងមានបញ្ហាទី1យើងរកអត់សល់លេបជ័យយើងទទួលបានក៏អត់សល់ហើយទទួលលេបជ័យគឺយើងអត់ទទួលអត់បានហ្មងចាអ្នកផ្សេងគេបាន10យើងបានត្រឹម1 2អីចឹងទៅចាហើយវាទៅជាបង្កើនបំណុលចាហើយមួយទៀតគឺវាអាចនឹងតកម្មពៀដល់កូនដល់ចៅរបស់យើងចាហើយយាយអធិស្ឋានណាបើមានការប៉ះពាល់អារម្មណ៍បងប្អូនចាតែយាយនិយាយនេះគឺតាមអ្វីដែលយាយមើលឃើញចាហើយយាយក៏ចង់ឲ្យបងប្អូនទាំងអស់គ្នាដែលហើយយើងមានបញ្ហារឿងលុយកាក់យើងព្យាយាមបំពេញបុណ្យកុសលហើយជូនដល់ម្ចាស់កម្មពៀនឹងទៅចាព្រោះពីអតីតជាតិយើងគឺមិនអាចចងចាំទេចាតែបច្ចុប្បន្ននេះគឺយើងដឹងគឺយើងចងចាំចាអញ្ចឹងតិចច្រើនអីយើងព្យាយាមដោះម្ចាស់បំណុលចឹងទៅដើម្បីកុំឲ្យវាមានបញ្ហាទី1ខ្លួនយើងទី2ដល់កូនចៅរបស់យើងនៅចំនួនក្រោយទៀតហើយវាអាចកម្មពីនេះវាឆ្លងដល់យើងទៅជាតិក្រោយទៀតចាអញ្ចឹងក៏វិធីដែលយើងធ្វើពីអតីតជាតិហ្នឹងគឺដូចបងប្អូនស្ដាប់ខាងលើហ្នឹងគឺយើងធ្វើរបៀបបែបអញ្ចឹងហើយបច្ចុប្បន្ននេះគឺយើងព្យាយាមនិយាយដោះស្រាយសម្រួលគ្នាចាតាមអ្វីលទ្ធភាពអ្វីដែលយើងអាចធ្វើទៅបានចាហើយយើងជាស្រ័យណាបើការនិយាយបងនិយាយទៅមានការប៉ះពាល់អារម្មណ៍បងប្អូនត្រង់ចំណុចនេះណាយើងសូមអធិស្ឋានចាយើងនិយាយនេះគឺគេហៅថាជាបំណងល្អមួយដែលយើងមើលឃើញចាចែកជូនដល់បងប្អូនគុំសិស្សតែប៉ុណ្ណឹងចាអរគុណសុខសប្បាយសុខចម្រើន